សង្គមយើងមួយទៀតចូលចិត្តដែលជាគុណនៅវិបត្តិធំដែលនាំឲ្យផ្ទៃលធម៌វាកាន់តែធ្លាក់ចុះគឺយើងឲ្យតម្លៃទៅលើរឿងអាក្រក់រឿងល្អយើងអត់សូវចូលចិត្តចែករំលែកនិងផ្សព្វផ្សាយឲ្យគ្នាទេលោកប្អូនធ្លាប់ពិចារណាមើលតែប៉ុណ្ណេះឧបមាថាគ្រូបង្រៀនមួយគាត់លះបង់សាច់ស្រស់ឈាមស្រស់ចំណេះដឹងការប្រឹងប្រែងសិក្សារៀនសូត្រពេលខ្លះជីវភាពគ្រួសារប្រពន្ធកូនគាត់ស្ទើរតែមិនគិតដើម្បីបណ្ដោះបណ្ដាលយើងខានតែឃើញគាត់ផឹកស្រាដើរតាមផ្លូវសវឹងតាមមួយពេលដែលគាត់ទៅជួបជុំមកវិញយើងថតផុសយើងប្រទៀបបថោបតុចបង្អាក់អានឹងមានន័យថាម៉េចអាចតម្លៃនៃសេចក្តីល្អរបស់គាត់រាប់ពាន់យើងអត់ចែករំលែកយើងអត់ផ្សព្វផ្សាយសេចក្តីអាក្រក់របស់គាត់កំហុសរបស់គាត់តិចតួចដោយអចេតនាយើងនាំគ្នាផ្សព្វផ្សាយចែករំលែកវាមិនខុសពីលោកគ្រូឡប់និយាយថាអាចារ្យលោកសង្ឃអីអប់រំផ្នត់កំណត់ផ្លូវចិត្តដល់គេដោយលោកគ្រូអីធ្វើកម្មវិធីអប់រំតាមមណ្ឌលកែប្រែតាមគ្រឹះស្ថានអប់រំផ្សេងអីកម្រមានពុកទូទោសពុកវិទ្យុវាមកចោះថតណាកំរណាប៉ុន្តែលឺលោកប្អូនចាំមើលលឺសូវត្តណាមួយ5ឆ្នាំឬ10ឆ្នាំលេចលឺសូលើលោកមួយវាយយាយជីបែកមាត់ឥឡូវហ្នឹងមិនបាច់ទៅជួលវាចោះជិះឡានចាក់សាំងខ្លួនវាទៅថតខ្ញុំផ្សាយឲ្យទៀតហ្នឹងហើយចឹងមានន័យថាសង្គមយើងគឺកត្តាមួយទៀតដែលជាគុណវិបត្តិគឺយើងឲ្យតម្លៃទៅរឿងអាក្រក់រឿងល្អយើងអត់សូវចូលចិត្តចែករំលែកនិងផ្សព្វផ្សាយគ្នាទេហើយបងអូនត្រូវចាំថាប្រព័ន្ធផ្សព្វផ្សាយនេះសំខាន់ណាស់ហើយប្រព័ន្ធផ្សព្វផ្សាយសពថ្ងៃនេះគឺតែផ្លែតគឺឡើងដល់ដៃគ្រប់គ្នាអញ្ចឹងបើយើងមួយថ្ងៃជុំវិញខ្លួនយើងផ្សាយតែរឿងអាក្រក់ផ្សាយតែរឿងអសីលធម៌រឿងមិនគប្បីដល់អញ្ចឹងវាជ្រាបចូលក្នុងផ្នត់គំនិតរបស់យើងតែម្ដងញោមអ្នកមកចូលរួមកម្មវិធីថ្ងៃនេះយើងដឹងថាកម្មវិធីយើងថ្ងៃនេះគឺថ្ងៃមង្គលសិរីសួស្តីដែលអ្នកមានគុណរបស់បងទាំងពីរនឹងបានរៀបចំសង្គមជាភរិយាស្វាមីកាន់ដៃគ្នាដើម្បីសាងទៅនៅសុភមង្គលនិងសេចក្តីសុខដល់គ្នាពីពេលនេះរហូតទល់ពេលវេលាដែលយើងវិលត្រឡប់ឃ្លាតប្រត់ទៅវិញរៀងខ្លួនញាតិញោមនៅខាងក្រោយស្រាប់បានទេស្រាប់លឺទេញោមណ៎យើងនៅជាប់ផ្លូវហើយឆាកយើងកន្លែងលោកនៅជាប់ចុងភៅទៅទៀតក៏ប្រសពរៀបដែរអ្នករៀបណាបងនិយាយពីរឿងស្វាមីភរិយានេះមង្គលការនេះអាត្មាអាសាបញ្ជាក់ច្រើនខ្សែអត្ថហើយប្រវត្តិហ្នឹងក៏និយាយរឿងប្រវត្តិកាលសម័យអង្គរគេរៀបចំអាពាហ៍ពិពាហ៍យ៉ាងម៉េចហើយរយៈពេលប្រមាណរបៀបនៃការចូលស្រីតដឹងសម័យអង្គរក្រោយអង្គរសម័យចតុមុខសម័យអង្គឌួងអីអាត្មាធ្លាប់បញ្ជាក់ពីប្រវត្តិច្រើនមុនសម័យអង្គឌួងនេះយើងការ7 យប់ 7 ថ្ងៃនោះក្រោយសម័យអង្គឌួងយើងការ3 យប់ 3 ថ្ងៃជំនាន់ដូនតាយើងចាស់ហ្នឹងស្អា3 យប់ហ៎យាយអាយុចាប់ពី180 90អីនេះគាត់ការសាច់ជំនាន់គាត់ស្អា3 យប់ហើយបងហ្នឹងហើយក្រោយមកនេះយើងការ2 យប់ 1 ថ្ងៃក្រោយមកយើងការ1 យប់ 1 ថ្ងៃឥឡូវនេះមិនមែន1 យប់ 1 ថ្ងៃទេមានអ្នកការដល់1 ព្រឹកទៅទៀតហ្នឹងតាម1 ព្រឹករួចចង់ដូចជាតិសាសន៍ដតីដែលជាតិសាសន៍ដតីគេអត់ប្របាកដូចយើងទេញោមគេអត់រៀបចំមង្គលអីធំដុំដូចយើងទេដូចនៅអាមេរិកនៅបារាំងនៅកាណាដាអីបើគេស្រឡាញ់គ្នាអញ្ចឹងគេនៅជាមួយគ្នាតាំងពីមិនតាន់ការអញ្ចឹងគេនៅរួមរស់ជាមួយគ្នាធម្មតាហើយនៅជាមួយគ្នាមើលចិត្តគ្នាប្រហែលជា1 ឆ្នាំឬ 2 ឆ្នាំអ្នកខ្លះមាន15 ឆ្នាំទៅ10 ឆ្នាំនោះបើគេថានិស័យគេនឹងវាត្រូវគ្នាគេអាចរស់នៅជាមួយគ្នាបានគឺគ្រាន់តែចុះអេតាស៊ីវិលយើងហៅខ្មែរយើងច្រើននិយាយថាអេតាស៊ីវិលតាមពិតភាសាច្បាប់ហៅថាសម្បត្តិអាពាហ៍ពិពាហ៍អញ្ចឹងសម្បត្តិអាពាហ៍ពិពាហ៍ហ្នឹងយើងទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ឬហៅថាសម្បត្តិអេតាស៊ីវិលហ្នឹងទៅឡើងពហិតែបន្តិចទៅហើយអត់ប្របាកដូចយើងទេប៉ុន្តែខ្មែរយើងមានទំនៀមទម្លាប់ប្រវេណីពីបុរាណប៉ុន្តែគិតថារបៀបរបបរបស់គេនឹងមិនល្អដូចរបស់យើងនេះទេយើងនេះល្អប្រសើរណាស់ការរៀបចំសំគមដូច្នេះគឺជាកិច្ចគោរពឲ្យតម្លៃញាតិទាំងសងខាងហើយគោរពឲ្យតម្លៃខ្លួនឯងគោរពឲ្យតម្លៃម្ដាយឪពុកទាំងសងខាងយើងមិនអាចដូចជាតិសាសន៍ដទៃទេវប្បធម៌ប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្រភាសាអរិយធម៌វប្បធម៌របស់យើងនេះមានយូរលង់ណាស់ដែលយើងនាំគ្នាគោរពបដិបត្តិប្រតិបត្តិទៅហើយឃើញថាទំនៀមទម្លាប់របស់យើងពិតជាល្អប្រសើរដែលជាតិសាសន៍ដទៃមកយកប្រពន្ធខ្មែរម្ដងវាទៅសើពីអរិយធម៌វប្បធម៌របស់យើងវាថាអស្ចារ្យណាស់តាំងពីវាកើតមកវាមិនដែលបានរៀបចំស្លៀកពាក់ដូចស្ដេចដូចទេវតាអញ្ចឹងទេវាថាអញ្ចឹងណា
អាត្មាជួបបរទេសវិការមួយនោះវិញនិយាយភាសាអង់គ្លេសប្រាប់យើងថាវាបានមកការជាមួយស្ត្រីខ្មែរនេះមិនមែនស្ត្រីខ្មែរល្អតែអិរិយាបថចិត្តគំនិតទុនភ្លុនស្មោះត្រង់ជាមួយប្តីប៉ុណ្ណឹងទេណាវាសរសើរណាវាល្អតាំងពីអរិយធម៌វប្បធម៌ប្រពៃណីរបស់យើងហ្នឹងគឺជាតិសាសន៍ដតីអត់មានដូចយើងហើយប្រវត្តិហ្នឹងក៏អាត្មាមិនបានលើកទៀតដែរព្រោះពេលវេលាយើងក៏មិនអំណោយទានដែលយើងត្រូវនិយាយពីប្រវត្តិនៃមង្គលការហ្នឹងដែរហើយបើញាតិញោមចង់ដឹងពីប្រវត្តិញាតិញោមទៅយកសភៅមកទៅមកសរសេរក្រោយនេះអាត្មានិយាយពីសុភមង្គលគ្រួសារហ្នឹងមកមានបញ្យលអំពីមិនបានលើកលម្អិតអំពីប្រវត្តិនៃអាពាហ៍ពិពាហ៍ទេប៉ុន្តែនិយាយពីពាក្យប្តីនិងពាក្យប្រពន្ធហ្នឹងគឺប្តីមានន័យថាម៉េចប្រពន្ធមានន័យថាម៉េចប្តីមានតួនាទីអីខ្លះប្រពន្ធមានតួនាទីអីខ្លះប្តីត្រូវធ្វើអីប្រពន្ធត្រូវធ្វើអីរួចធ្វើមិនខ្លះដើម្បីមានសុភមង្គលនិយាយរួមសភៅមួយក្បាលគឺនិយាយទៅពីរឿងប្តីប្រពន្ធហ្នឹងប្រហែលជាចុងខែ11បោះហើយញោមនៅរោងពុំគីមឡុងនេះបោះចិត្ត 30000 ក្បាលដែរចែកតាំងសភៅធម៌អប់រំចិត្តផងទុកចែកថ្ងៃបុណ្យឆ្លងផ្លូវចែកទានដល់ជនពិការខែ3នេះថ្ងៃទី20ក៏ហើយអញ្ជើញបងធានីទៅដែរក៏បកកែធរហើយគាត់និយាយមកចេះចង់ស្ដាប់សម្លេងគាត់វាព្រោះហើយបើសម្លេងអាត្មានោះវាមិនកើតក៏ហ្នឹងហើយយើងនិយាយរឿងយើងនេះពាក្យតាស្វាមីនិងភរិយាណាបងអូនកាន់ដៃគ្នាហ្នឹងយើងយល់ពាក្យស្វាមីនិងភរិយាហើយនៅក៏ព្រោះចាប់ពីស្អែកទៅយើងបានពាក្យហ្នឹងហើយណាយើងពីរអ្នកប្តីប្រពន្ធហ្នឹងគឺបានពាក្យហ្នឹងគឺប្អូនទាំងពីរអ្នកហ្នឹងមិនមែនយើងទេមកអត់ទេក៏ប្អូនទាំងពីរហ្នឹងគឺយើងបានពាក្យហ្នឹងបានពាក្យស្វាមីនិងភរិយាហ្នឹងតើស្វាមីហ្នឹងមានន័យថាម៉េចដែលយើងមានតួនាទីជាប្តីគេហ្នឹងតើពាក្យថាប្តីហ្នឹងមានន័យថាម៉េចពាក្យថាស្វាមីមានន័យថាម៉េចហើយយើងជាភរិយាហ្នឹងតើភរិយាមានន័យថាម៉េចយើងជាប្រពន្ធហ្នឹងមានន័យថាយ៉ាងម៉េចតិចអត់ដឹងខ្លួនយើងណាមកមើលសួរម៉ាត់មើលស្វាមីមានន័យថាម៉េចស្វាមីអញហើយប៉ាកូនចង់បានប្រពន្ធហើយតែស្វាមីមិនដឹងមានន័យថាម៉េចប្តីហ្នឹងក៏ហ្នឹងហើយចុះភរិយានេះយើងទៅជាប្រពន្ធគេភរិយាមានន័យថាម៉េចហ៎កូនស្រីអត់ដឹងទេណាស្វាមីនិងស្វាមីនឹងជាភាសាសំស្ក្រឹតមកពីពាក្យសាមិនិភាសាសំស្ក្រឹតណាបើភាសាបាលីថាសាមីបើខ្មែរយើងមានន័យថាប្តីឬម្ចាស់បាទយន័យខ្លីស្រួលស្រាប់ណាស្វាមីហ្នឹងមកពីពាក្យស្វាមិនិភាសាសំស្ក្រឹតភាសាបាលីថាសាមីភាសាខ្មែរប្រែមកថាម្ចាស់ឬប្តីដែលមានសិទ្ធិឃុំក្រងថែរក្សាការពារផ្ដល់ភាពកក់ក្ដៅនិងផ្ដល់សុភមង្គលអ្វីគ្រប់យ៉ាងដល់ស្ត្រីជាភរិយាដែលជាអ្នកនៅក្រោមការគ្រប់គ្រងរបស់យើងប៉ិនបងប្អូនស្ដាប់ឲ្យតន់ណាមិនមានន័យទេលោកទេសតែស្វាមីជាម្ចាស់អញ្ចឹងអញជាម្ចាស់លើភរិយាបែបជាខ្ញុំឯងមែនទេយើងជាម្ចាស់ក្នុងទីនេះមានន័យផ្សេងបងអូនខ្លះមិនមែនស្ដាប់លោកហើយយល់ថាអញ្ចឹងទេប៉ុន្តែជួនកាលអាត្មាមើលតថភាពនៃការរស់នៅក្នុងសង្គមបច្ចុប្បន្នហ្នឹងរបៀបអញ្ចឹងមែនប្តីប្រពន្ធគេឥឡូវនេះណាដោយតែប្តីឡើងជាអុកញ៉ាឡើងជាឯកឧត្តមលេងមកពីធ្វើការវិញសម្ដីសម្ដៅអិរិយាបថគ្មានទុនភ្លុនដាក់ប្រពន្ធដាក់កូននៅគំរោះគំរើយអ្នកខ្លះនិយាយខ្លះណាបងហ្នឹងហើយមកដល់ផ្ទះវិញស្ដីថាបន្ទោសប្រពន្ធនឹងចាប់ទុកប្រពន្ធដូចទាស័កចឹងចាត់ទុកប្រពន្ធនឹងដូចទាស័កអញ្ចឹងយើងជាម្ចាស់មិនមែនម្ចាស់ក្នុងន័យអញ្ចឹងទេតិចទៀតយើងយល់តើយើងជាម្ចាស់នឹងម្ចាស់របៀបម៉េចបងអញ្ចឹងស្វាមីនឹងមកពីពាក្យភាសាសំស្ក្រឹតថាស្វាមិនិភរិយាក៏ជាភាសាបាលីសំស្ក្រឹតដែរភាសាសំស្ក្រឹតថាភយាណាភយានឹងមានន័យថាអ្នកដែលជាស្ត្រីដែលផ្ដល់នៅតម្លៃដល់ស្វាមីអញ្ចឹងគេសង្កត់ធ្ងន់ទៅលើការផ្ដល់តម្លៃអញ្ចឹងយើងដឹងហើយតើផ្ដល់តម្លៃរបៀបម៉េចគឺសំខាន់នៅលើអិរិយាបថចិត្តគំនិតយើងជាស្ត្រីណាស្វាមីមានតួនាទីក្នុងការផ្ដល់អ្វីគ្រប់យ៉ាងឲ្យយើងតាំងពីលុយកាក់តាំងពីរបស់ទ្រព្យតាំងពីសុភមង្គលតាំងពីអ្វីគ្រប់យ៉ាងគឺនៅលើស្វាមីប៉ុន្តែដល់ពេលយើងជាភរិយាយើងផ្ដល់តម្លៃឲ្យស្វាមីគឺសំដៅដល់ចិត្តគំនិតនិងអិរិយាបថរបស់យើងតាំងពីភាពស្មោះត្រង់តាំងពីអិរិយាបថទាំង4ដេកដោយឈរអង្គុយនិយាយស្ដីគឺសំខាន់នៅលើយើងជាស្ត្រីប្តីមានតម្លៃគ្រួសារមានតម្លៃមិនមានតម្លៃនៅលើស្ត្រីគ្រួសាររីកចម្រើនមិនរីកចម្រើនមិនមែននៅលើតែប្តីរមកទេសំខាន់នៅលើយើងដែរខ្លែងហើត្បិតខ្យល់នាយកើងត្បិតពុលទ្របគង់ត្បិតភរិយាចេះសន្សំទុកផ្ទះធំសណុកត្បិតភរិយាជាខ្លែងហើត្បិតខ្យល់នឹងជាសភាវៈពិតជាសច្ចភាពបើគ្មានខ្យល់ខ្លែងមិនអាចហើបាននាយកើងត្បិតពុលមានន័យថាមេនឹងរីកចម្រើនកុំកើងទៅបានអាស្រ័យដោយសារអ្នកនៅក្រោមអាវាត
បើគ្មានអ្នកជ្រុំជ្រែងបើគ្មានអ្នកស្មោះត្រង់បើគ្មានអ្នករួមដំណើរបើគ្មានអ្នកអមបើគ្មានអ្នកជួយជ្រុំជ្រែងចវាយនឹងក៏អត់អាចរីកចម្រើនគង់មុខពោះទៅបានដែរទ្រព្យសម្បត្តិគង់ឬមិនគង់អាស្រ័យយើងជាភរិយាចេះសន្សំទុកនៅលើយើងជាភរិយាជាអ្នកសន្សំទុកអញ្ចឹងអាស្រ័យលើយើងជាភរិយាអញ្ចឹងសំខាន់ណាស់ស្ត្រីគឺសំខាន់នៅលើអរិយាបថចិត្តគំនិតរបស់យើងនឹងហើយมันមានអ្វីជាងនឹងទៀតទេហើយផ្ទះធំស្រណុកតបិតភរិយាជាហ្នឹងមិនមែនន័យគេសំដៅថាភរិយាគ្រប់គ្នាហ្នឹងមិនគ្រប់លក្ខណៈទេគឺសំដៅដល់ចិត្តគំនិតរបស់យើងហ្នឹងមិនចេះរៀបចំមិនចេះទុកដាក់មិនចេះធ្វើរឿងទាំងឡាយណាដែលនាំឲ្យមានសេចក្តីសុខសុភមង្គលតាំងពីពាក្យសម្ដីកាយវិការអរិយាបថរបស់យើងនៅក្នុងផ្ទះប្តីមកពីធ្វើការវិញដូចអត់នាំអាភាពតិចមកឲ្យប្តីនាំតែក្តៅកាហាយអញទៅផ្សារថ្ងៃមិញលឺអាណាគេតែឯងឬក៏ឯងនឹងដុកអាណាឲ្យខ្ចីលវក់ថ្ងៃមិញហើយអត់ឃើញផងហ្នឹងណាហ្នឹងអាហ្នឹងមានន័យតែផ្ទះធំប៉ុណ្ណាក៏វាអត់តិចដែរវាអត់សុបាយវាអត់មានសុភមង្គលដែរអញ្ចឹងបានគេថាផ្ទះធំសំណុកក្បិតភរិយាជាហ្នឹងគឺតាំងចិត្តកំណត់អរិយាបថកាយវិការទាំងអស់នៅលើយើងជាភរិយាអញ្ចឹងបានអាត្មាបញ្ជាក់ខាងដើមមិញថាគ្រួសាររីកចម្រើនមិនរីកចម្រើនមានសុភមង្គលមិនមានសុភមង្គលមិនមែននៅតែប្តីតែម្នាក់ទេហើយប្តីដូចគ្នាមិនមែននៅលើយើងតែម្នាក់ឯភរិយាដូចគ្នាក៏មិនមែននៅលើតែភរិយាម្នាក់ដែរព្រោះចាប់ពីពេលនេះម៉ោងនេះគណៈនេះតទៅយើងបានជាស្វាមីនៅភរិយាគឺមានន័យថាស្ត្រីជាអ្នកឃុំក្រងថែរក្សាជាអ្នកផ្ដល់ទៅនៅតម្លៃជាអ្នករួមទៅនៅដំណើរហើយស្វាមីជាម្ចាស់ជាប្តីជាអ្នកមានសិទ្ធិក្នុងការឃុំក្រងថែរក្សាការពារជាអ្នកនាំមកនៅអ្វីគ្រប់យ៉ាងមកដល់គ្រួសារប្រពន្ធកូនបើដូច្នេះយើងត្រូវរួមគ្នានឹងមិនអាចចម្រើនទៅបានតែម្នាក់ទេតើរួមគ្នាបងអ្វីនៅលើយើងទាំងពីរនាក់អញ្ចឹងបានជារបស់លើលោកហ្នឹងគឺត្រូវមានពីរទាំងអស់អត់អាចមានតែមួយទេសំបីតែដៃយើងក៏ត្រូវមានពីរភ្នែកយើងក៏ពីរច្រមុះយើងក៏ពីរធ្មេញយើងលើក្រោមពីរអ្វីក៏ពីរដែរបងគេចង់សម្ដៅថាមិនអាចរស់នៅតែឯងឬក៏មិនអាចធ្វើអីតែឯងកើតទេដោយប្អូនចាប់ពីម៉ោងហ្នឹងពេលហ្នឹងតទៅធ្វើអីគឺត្រូវព្រមគ្នាចឹងតែមកគឺទាំងពីរអ្នកទាំងសុខឆន្ទៈទាំងចិត្តទាំងកំណត់ទាំងពាក្យសម្ដីកាយវិការគឺត្រូវយល់ពីគ្នាគ្មានអ្នកណាយល់ជាងប្តីប្រពន្ធយើងចាប់ពីថ្ងៃហ្នឹងទៅបានសេចក្តីសុខតាប់តនេះបងប្រុសហ្នឹងត្រូវព្រមព្រៀងគ្នាហើយយល់គ្នាមិនមានអ្នកណាយល់ជាងប្តីប្រពន្ធយើងទៀតទេហើយសុខទុក្ខក៏គ្មានអ្នកដតីណាមកឲ្យសុខឲ្យទុកយើងដែរអញ្ចឹងបានចាស់បុរាណចេះតែប្រាំយើងថាកុំនាំភ្លើងក្រៅចូលក្នុងផ្ទះឲ្យនាំអាក្តៅកាហាយពីក្នុងផ្ទះយកទៅចោលនៅក្រៅហើយនាំអាត្រជាក់ពីក្រៅចូលក្នុងផ្ទះអញ្ចឹងកុំទុកចិត្តអ្នកដតីណាក្រៅអំពីប្តីប្រពន្ធយើងតាមពាក្យសម្ដីគេថាក្តីតាមរឿងផ្សេងដែលកើតឡើងមកដល់ខ្លួនយើងក្តីត្រូវរស់នៅដោយការអត់ឱនសន្តោសសង្គ្រោះទើបយើងមានសេចក្តីសុខសុភមង្គលប្តីប្រពន្ធរស់នៅជាមួយគ្នាមានសេចក្តីសុខប្អូនប្រកាន់ចិត្តតែប៉ុណ្ណេះពេលណាមានបញ្ហាប្អូនប្រុសពេលណាមានបញ្ហាប្អូនត្រូវចាត់ទុកប្រពន្ធយើងដូចជាប្អូនស្រីដែលត្រូវទូមានត្រូវសន្តោសហើយរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះត្រូវគោរពឲ្យតម្លៃគាត់ដូចជាម្ដាយហើយចេញទៅក្រៅត្រូវបំពេញមុខគាត់ក្នុងនាមជាភរិយាពេញមុខអូនចាំតែ3ប៉ុណ្ណឹងពេលមានបញ្ហាចាត់ទុកប្រពន្ធដូចប្អូនស្រីយើងនៅផ្ទះប្អូនយើងខុសត្រូវអីយើងអត់ដែលមាត់ដែលកទេប្រាប់ប្អូនដោយល្អអញ្ចឹងយើងចាត់ទុកប្រពន្ធយើងពេលគាត់មានកំហុសចាត់ទុកគាត់ដូចប្អូនស្រីហើយគោរពឲ្យតម្លៃគាត់ទាំងពាក្យសម្ដីកាយវិការអត់មានខុសដៃយកដៃខុសជើងយកជើងមាត់ជេរបចោដៀលខ្មាស់ប្រពន្ធអ្នកខ្លះដូចអ្នកខ្លះអាហ្នឹងយើងមិនចាត់ទុកមិនគោរពគាត់ដូចម្ដាយយើងត្រូវគោរពគាត់ដូចម្ដាយអញ្ចឹងហើយស្មោះត្រង់នឹងឲ្យតម្លៃគាត់ក្នុងភាពជាភរិយាពេញមុខបន្តិចទៀតយើងយល់ពាក្យហ្នឹងឯភរិយាដូចគ្នាអញ្ចឹងពេលប្តីមានបញ្ហាពេលប្តីមានកំហុសខុសនឹងមុខយើងឃើញនឹងក៏ដោយក៏ត្រូវសន្តោសគាត់ចាត់ទុកគាត់ដូចជាបងប្រុសឬប្អូនប្រុសហើយគោរពគាត់ដូចជាឪពុកឲ្យតម្លៃគាត់ស្មោះត្រង់គាត់ក្នុងនាមជាស្វាមីពេញមុខដូចគ្នាអ្នកទាំងពីរបើមានអានឹងក្នុងខ្លួនយើងរស់នៅសុខសន្តោសសង្គ្រោះលើកលែងអធ្យាស្រ័យពេលភរិយាយើងខុសដោយពាក្យសម្ដីកាយវិការចាត់ទុកគាត់ដូចប្អូនស្រីយើងដែលយើងត្រូវលើកលែងត្រូវសន្តោសត្រូវសង្គ្រោះត្រូវអធ្យាស្រ័យត្រូវណែនាំព្រោះយើងជាស្វាមីនឹងជាបង្គោលនៃគ្រួសារណាបងភរិយាគាត់លះបង់ម្ដាយលះបង់ឪពុកដែលម្ដាយគេឪពុកគេថែរក្សាកូនគាត់បាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់ការសម្ពុតអាវសៅស្បៃតែមិនស្រួលកញ្ចក់តែប៉ុណ្ណេះហើយមិនដែលស្គាល់ដាំបាយទេនឹងម្ដាយថែរក្សាយកចិត្តទុកដាក់បន្លែបកានៅលើម្ដាយគេទាំងអស់ណាទឹកក្តៅទឹកត្រជាក់នៅលើម្ដាយទាំងអស់ថ្នាក់ថ្នមថែរក្សាកូនស្រីគាត់ណាបើដូច្នេះគេសុខចិត្តលះបង់ភាពកក់ក្តៅក្នុងគ្រួសាររបស់គាត់
លះបង់ម្ដាយគាត់លះបង់ឪពុកគាត់លះបង់ប្អូនប្រុសប្អូនស្រីជាទីស្រឡាញ់របស់គាត់លះបង់ភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់គាត់ផ្ញើចិត្តផ្ញើកាយនៅលើយើងជាស្វាមីដោយគិតថាមុននឹងចោះចេញចាកទៅព្រមរៀបអាពាហ៍ពិពាហ៍ជាមួយយើងមុននឹងសម្រេចចិត្តនេះគឺជឿជាក់មុតមមថាប្តីនឹងផ្ដល់សុភមង្គលនិងភាពកក់ក្ដៅឲ្យគាត់គ្រប់យ៉ាងមែនទេបងស្រីមុននឹងសម្រេចចិត្តយើងជឿជាក់អត់ទេជឿហ្នឹងហើយមិនតែស្គាល់គ្នាទេម៉េងលោនោះមកជឿមិនម្ដាយឪពុករៀបចំទុកដាក់តែមិនស្រួលស្គាល់គ្នាយើងតាមការងារតាមការសិក្សាអញ្ចឹងទៅណាហ្នឹងមិនមែនដូចចាស់ពីមុនគាត់ស្គាល់ដោយសារម្ដាយអត់ស្គាល់គ្នាទេអ្នកខ្លះមិនដែលឃើញមុខគ្នាផងម៉ែរៀបឲ្យដល់ថ្ងៃមកការហ្មងបងហ្នឹងប៉ុន្តែចាស់បុរាណគាត់មានទម្លាប់ចេះហេតុអីបានតែគាត់ការអត់ដែលបែកគ្នាបងមានឆ្ងល់ទេដូនតាយើងអត់ដែលមានយាយណាតាណាមួយថាឃើញយាយនឹងនៅមេម៉ាយហើយសួរថាយាយមិនបានម៉ាយយាយឯងលែងប្តីទេអត់ដែលមានយាយណាលែងប្តីសោះគឺមេម៉ាយដោយសារប្តីស្លាប់ទាំងអស់អត់មានយាយណាមួយមេម៉ាយដោយសារលែងប្តីទេហេតុអីបានតែចាស់បុរាណគាត់ការឲ្យអត់ដែលបែកគ្នាយើងមានឆ្ងល់ទេដោយសារចាស់បុរាណការខុសពីយើងមុននឹងគាត់បានគ្នាជាប្តីប្រពន្ធណាម៉ានិយាយតិចចង់ស្រាប់រឿងហ្នឹងមុននឹងបានគ្នាជាប្តីប្រពន្ធមិនមែនគ្រាន់តែតសេសាកន្លះម៉ោងឲ្យដាក់ថ្ងៃការទេបងមែនដូចយើងសម័យទំនើបនេះទេមកបានជាប្តីជាប្រពន្ធនឹងយកប្រវេទនាណាញោមប្រុសអាត្មាគាត់និយាយពីប្រវត្តិគាត់ស្រឡាញ់ញោមស្រីនោះមិនធម្មតាបើថាពេញចិត្តលើនារីណាម្នាក់មិនមែនបុរសនឹងទៅចែកចៅខ្លួនឯងទេមកប្រាប់ម្ដាយប្រាប់ឪពុកហើយម្ដាយឪពុកនេះក៏អត់មានទៅខ្លួនឯងដែរពឹងពោរអ្នកមានចំណេះក្នុងស្រុកភូមិនឹងអ្នកណាដែលគេគោរពឲ្យតម្លៃជាងគេឧទាហរណ៍មកភូមិនឹងមានអ្នកណាម្នាក់ដែលមានចំណេះចេះដឹងអិរិយាបថត្រឹមត្រូវជាងគេពឹងអ្នកហ្នឹងឲ្យទៅស៊ើបមើលទៅស៊ើបបីជើងមានបរិយមានមលូមានស្លាបើដឹងតែកូនស្រីនឹងនៅកំងព្រមវិចារីមិនជាប់ជាពាក់ចិត្តលើអ្នកណាអិរិយាបថត្រឹមត្រូវសកុតសង្គមហើយបានមកប្រាប់លោកមេបានេះវិញអ្នកមហានេះវិញមកប្រាប់ខាងប្រុសនេះវិញចាប់ផ្ដើមដាក់កំណត់ថ្ងៃចូលស្រីតដឹងគ្រាន់តែទៅស៊ើបសួរនឹងបីជើងសួរសក់សួរទុកនិយាយពីនេះពីនោះអញ្ចឹងទៅដល់ស្រីតដឹងមិនមែនមួយជើងទៀតបីជើង3ដងហ្នឹងទៅ3ដងម្ដងអញ្ចឹងផ្លែឈើ30ប្រមាណមុខដូចយើងធ្វើអញ្ចឹងដូចយើងស្ដីតដឹងមកពេលអញ្ចឹងប៉ុន្តែឥឡូវយើងតដឹងមួយសាប៉ុន្តែជំនាន់គាត់តដឹង3សាលើកទី1លើកទី2ហើយមិនមែនដាក់ថ្ងៃទៅខ្លួនឯងទេខាងស្រីអ្នកដាក់ថ្ងៃឲ្យទៅស្រេចតែគេដាក់ថ្ងៃណាទៅតាមកំណត់របស់គេហើយតែមិនទៅតាមកំណត់គេផ្ដាច់ចោលបងមានន័យថាណែឯងមិនគោរពកិច្ចសន្យាមិនគោរពឲ្យតម្លៃគេខាងស្រីហ្នឹងមានតម្លៃណាស់កូនស្រីជំនាន់ដើមបងអូនតម្លៃណាស់យើងមានតម្លៃខ្លាំងណាស់ស្ត្រីឥឡូវក៏គាត់មានតម្លៃដូចគ្នាប៉ុន្តែថាតម្លៃស្ត្រីជំនាន់ដូនតាយើងមានតម្លៃណាស់គេគោរពឲ្យតម្លៃណាស់ដើម្បីជាកិច្ចឲ្យតម្លៃផងនិងជាការមើលទឹកចិត្តកូនប្រុសហ្នឹងស្រឡាញ់កូនគាត់ឲ្យអត់បើស្រឡាញ់កូនគាត់ស្មោះមក20ជើងក៏នៅតែមកដែរមែនទេញោមបាទអញ្ចឹងគេដាក់ឲ្យមក3ជើងដើម្បីមើលទឹកចិត្តកូនហ្នឹងផងមើលទឹកចិត្តញាតិខាងប្រុសហ្នឹងផងតស៊ូមកគ្រប់3ជើងឲ្យអត់ដល់តែគ្រប់3ជើងហើយមិនមែនដាក់ថ្ងៃការទេបងគេយកនេះដែលមិនលែងគ្នានៅតែហ្នឹងតែដឹង3ជើងនោះវាពិបាកហើយ3ដងនោះប៉ុន្តែពិបាកជាងហ្នឹងទៅទៀតនោះគឺគេយកកូនប្រុសហ្នឹងមកបំរើនៅផ្ទះគេ6ខែដើម្បីមើលលក្ខណៈកូនហ្នឹងមករែកទឹកពុះអស់ដឹកគោបោកធ្វើកក់ការគ្រប់សពដែលជាការងារមនុស្សប្រុសហ្នឹងយកមកបំរើនៅផ្ទះគេសពពីព្រោះចាស់ជំនាន់ដើមមិនមែនរស់ដោយសារប្រាក់ខែណារស់ដោយសារកម្លាំងសុទ្ធបើអញ្ចឹងមើលកូនប្រុសនឹងវាពេញលក្ខណៈមិនពេញលក្ខណៈវាធ្វើការកើតមិនកើតជាប់លាប់មិនជាប់លាប់អញ្ចឹងយកមកធ្វើការបម្រើ6ខែមើលលក្ខណៈហើយបើថាដូចញែកប្រុសមិនប្រុសស្រីមិនស្រីដូចរែកទឹកមិនចំរែកទឹកពុះអស់ដូចមិនចំពុះអស់លេងច្រើនជាងធ្វើការប៉ុន្តែដូចអាណិតគ្នាកូននឹងដូចនិស័យវាល្អដែរអញ្ចឹងឲ្យវាបម្រើសាក6ខែទៀត6ខែទៀតអត់ទាន់ដាក់ថ្ងៃការទេយាយណា6ខែទៀតមួយឆ្នាំ2 10ខែបើគេថាមើលទៅដូចមិនកើតគេផ្ដាច់ចោលទៀតអញ្ចឹងបានតាខ្លះគាត់ក្តៅកាហើយអញបម្រើមួយឆ្នាំនៅតែមិនឲ្យពង្រត់យាយនឹងទៅហ្មងមើលបាទហើយតើពង្រត់ទៅហើយត្រូវគ្នាហើយត្រូវតែការឲ្យបាទនឹងឲ្យចាស់ជំនាន់ដើមអញ្ចឹងគ្រាន់តែលើកប៉ុណ្ណឹងមូលហេតុដែលការមិនលែងគ្នាដោយសារចាស់បុរាណគាត់មើលចិត្តគំនិតគ្នារាប់ឆ្នាំយីឲ្យកូនប្រុសនឹងមកនៅផ្ទះកូនប្រុសក៏មើលចរិតខាងស្រីនេះទាំងចាស់ទាំងកូនស្រីខ្លួនឯងក៏មើលចរិតខាងកូនប្រុសហើយដល់នៅរាប់ឆ្នាំទៅហើយគេមើលចិត្តគំនិតគ្នាដឹងអស់ទៅហើយមនុស្សនឹងចូលចិត្តអីរស់នៅរបៀបម៉េចអិរិយាបថយ៉ាងម៉េចពាក្យសម្ដីកាយវិការយ៉ាងម៉េចគេស្គាល់អស់អញ្ចឹងគេមើលថានិស័យនឹងវាអាចនៅគ្នាបានក៏គេផ្សារភ្ជាប់សាច់ឈាមមកនៅជាមួយគ្នារៀបចំអាពាហ៍ពិពាហ៍ឃើញទេញោមហើយយើងឥឡូវមានអ្នកណាបង
ជួនកាសងម៉ែនេះសងថ្លៃបណ្ណាកាមតនរួចផងឯនេះទៅបាតបងអ្នកខ្លះវាប្រកាន់ជឿលើអាពងនឹងខ្លាំងពេកវាអត់មើលអាចរិតលក្ខណៈមនុស្សខាងក្រៅណាអាកូនគេរៀបចប់រៀនចប់ដុកទ័រមកស្រីតដឹងអត់ឲ្យទេហើយថាថ្ងៃខែខុសគ្នាអាមួយថ្ងៃខ្មោចស៊ីអញ្ចឹងទៅអាមួយថ្ងៃយៈអាមួយថ្ងៃពងមិនត្រូវគ្នាទៅណាហើយដល់ហើយអាមួយនោះខោមិនខោអាវមិនអាវមកនិយាយពីខោវាកាត់អាយីអាយុយដាច់ជង្គង់សក់ក្បាល3ពណ៌អាមួយខាងសទៅអាមួយខាងលឿងទៅអាគុលខ្មៅទៅហើយដល់អាចារ្យគេដេញពលាមើលទៅពងទេវតាល្អណាស់ត្រូវជាមួយកូនលោកមេបាហ្នឹងគឺត្រូវណាស់ត្រូវតែហ្មងការហើយគឺដឹងរីកដុះដាលរីកទាំងអស់មែនរីកទាំងអស់មែនរីកគេឈ្មោះកិត្តិយសមែនរីកទ្រព្យមែនរីកផ្ទះមែនរីកយសស័ក្តិទេរីកតែមុខកូនឯងនឹងហើមប៉ុនកដៃអស់ណាដោយសារមនុស្សនេះវាពងទេវតាប៉ុន្តែមនុស្សនេះវាចិត្តកំណត់វាមិនទេវតាហើយចឹងបានអាត្មាថាញោមអាពងនឹងជឿទៅប៉ុន្តែសម័យទំនើបញោមឯងត្រូវមើលលក្ខណៈ3ញោមចង់បានប្រៃប្រពន្ធមកទៅសេពីរបៀបរើសកូនទៀតសម័យនេះគេរើសរបៀបម៉េចសម័យបុរាណគេរើសរបៀបម៉េចសម័យទំនើបនេះញោមមើលតែរបស់3ទេទី1មើលពូជពងវងតកូលទី2មើលកម្រិតវប្បធម៌នៃការអប់រំរបស់គាត់តើគាត់រៀនដល់កម្រិតវប្បធម៌ណានឹងទាបពេកក៏វាពិបាកអាខ្ពស់ពេកនោះក៏វាពិបាកនិយាយគ្នាដែរមកល្មមសំគួរដល់ដែលយើងគិតថាល្មមសំគួរដែលយើងអាចទទួលយកបានទី1ពូជពងវងអំបូរទី2កម្រិតវប្បធម៌នៃការអប់រំហើយទី3ការងារមួយជាក់លាក់កូនប្រុសក៏ដោយកូនស្រីក៏ដោយសម័យនេះមិនមែនធ្វើការតែកូនប្រុសទេកូនស្រីក៏ត្រូវធ្វើការបើយើងធ្វើតែកូនប្រុសដូចសម័យដើមពឹងលើប្តីទាំងអស់អត់រស់ទេសម័យនេះវាតទៅទាំងអស់គ្នាចឹងឥឡូវហ្នឹងទាំងកូនប្រុសទាំងកូនស្រីហ្នឹងគឺចំណុចទី3គឺការងារហ្នឹងទោះបីការងារប្រាក់ខែតិចក៏ដោយឲ្យតែការងារហ្នឹងវាជាក់លាក់ញោមចំណាំប៉ុណ្ណឹងប្រាក់ខែតិចមិនសំខាន់ច្រើនមិនសំខាន់គឺការងារជាក់លាក់មួយចឹងសម័យហ្នឹងញោមមើលតែ3ហ្នឹងពូជពងកម្រិតវប្បធម៌ហើយនឹងការងារចរិតលក្ខណៈនៅជាមួយពូជពងហ្នឹងណាតាពូចម្ដាយឪពុកគេល្អចរិតលក្ខណៈចិត្តកំណត់កូនគេក៏ទៅតាមហ្នឹងដែរវាកម្រខុសណាស់ដូនតាយើងតែងទូមានតែងប្រាប់ឯតាពូជខ្លៅពូជជាវាមិនខុសទេឪពុកគ្រូបង្រៀនកូនគ្រូបង្រៀនណាសម័យដើមឪពុកពេទ្យកូនពេទ្យដែរឪពុកអាចារ្យកូនអាចារ្យហើយអាចារ្យនេះអាត្មានិយាយរឿងអាចារ្យអញ្ចឹងនឹកឃើញទៅអាចារ្យអូកុំនិយាយបញ្ចេញឈ្មោះគាត់បងអាចារ្យនៅស្រុកអាត្មាអាចារ្យពលីតាំងពីក្មេងហើយកូនស្រី3នាក់មិនដឹងជាដេញពលីអាម៉េចកូនស្រីឯងម៉ាយទាំងអស់បាទហើយតើដេញពលីឲ្យគេហ្នឹងសាល្អណាស់ហ្នឹងអោដេញពងគេមកជីវិតគាត់ហ្នឹងដេញឲ្យតែគេទេប៉ុន្តែមិនដឹងដេញអាម៉េចកូនស្រីឯងម៉ាយទាំង3ហ្នឹងប៉ុន្តែនិយាយទៅបើគាត់ស្ដាប់ឯងគាត់សើចងាប់ហ្នឹងព្រោះកូនគាត់មានណាទេមកភូមិគាត់អាចារ្យពលីទៅគាត់ទៅនិយាយគាត់អាចារ្យពលីអាចារ្យការប៉ុន្តែកូនស្រីឯង3ម៉ាយទាំងអស់បាទចឹងសំខាន់មិនមែននៅលើពូជពងដែលយើងដេញនឹងទាំងអស់ទេវានៅលើសម័យទំនើបយើងត្រូវមើលអីហើយសម័យបុរាណយើងត្រូវរើសរបៀបម៉េចប៉ុន្តែសម័យបុរាណវាហួសហើយយើងមិនបាច់ស្វែងយល់ទេសម័យបុរាណគេមើលតែចរិតលក្ខណៈចិត្តកំណត់ពូជពងវងតកូលគឺប្រសើរបំផុតសម្រាប់គេដែលគេត្រូវមើលនោះពេលខាងស្រីឡើងមកដល់ផ្ទះវត្តគឺញាតិខាងស្រីណាមួយចាប់ប្រើមកព្រោះគេចាត់ចែងឲ្យអស់ហើយអាណាទៅមើលក្រលគោទៅអាណាទៅមើលកន្លែងដេកទៅអាណាទៅមើលចក្រានបាយទៅកលេចគេកលេចតែភ្នែកតែមកខ្វាច់គេដឹងមនុស្សស្រីកើតមិនកើតបើថាកន្លែងដេកអាពូកនៅដល់ពូកអាវនៅដល់អាវអាព្រួយនៅដល់ព្រួយអាចារនៅដល់ចានឆ្នាំងនៅដល់ឆ្នាំងហ្នឹងហើយនិយាយពីអាផេះក្រមចក្រាននេះនៅពពុកពពុលអាចគូនៅឲ្យស្អុយពេញក្រមផ្ទះអើយដូចកើតទេលោកអើយដូចកើតទេគេគ្រាន់តែកលេចប៉ុណ្ណឹងគេសន្មត់អាហ្នឹងសម័យដើមតែយើងសម័យនេះទៅមើលរបៀបចឹងមិនកើតបើគេលែងចាំគូដែរគេចាំតែគូយន្តហ្នឹងហើយជាក្រានគេលែងដុតខ្ជុងហ្នឹងគេដុតតែឆ្នាំងភ្លើងហ្នឹងមានគូតខ្មៅជាឆេះទៅមើលផេះអាមិនកើតទៀតយីហើយចឹងវាខុសសម័យកាលបាទអាត្មាថាត្រូវមើលអា3មិញហ្នឹងញោមចំណាំតែពូជពងវងតកូលល្អយើងបានមួយកម្រិតវប្បធម៌មធ្យមដែលយើងអាចទទួលយកបានបាក់ដប់ឬបរិញ្ញាបត្រប៉ុណ្ណឹងល្មមសំគួរដែលយើងអាចនិយាយស្រាប់គ្នាបានហើយមួយទៀតការងារឲ្យតែមានការងារជាក់លាក់មួយទៀតមនុស្សហ្នឹងអត់កំណើតទេទោះបីប្រាក់ខែតិចក៏នៅតែយើងអាចបដោះបដាគាត់ឲ្យរីកចម្រើនទៅបានដែរហ្នឹងញោមចំណាំប៉ុណ្ណឹងឥឡូវយើងនិយាយរឿងយើងនេះមិនបាច់ឆ្ងល់ទេចាស់ពីដើមហ្មងបានគ្នាគាត់មើលគ្នារាប់ឆ្នាំឯណោះបងប្អូនហ្នឹងហើយបងស្គាល់ភរិយាយើងប្រហែលខែប្រហែលឆ្នាំដែរហ៎3ឆ្នាំហើយអាយុប៉ុន្មានហើយអូ7ឆ្នាំអូ7ឆ្នាំអីយូរណាហើយអាយុប៉ុន្មានហើយ28ហ៎27ហើយកូនស្រីហ៎
năng à dương chỉ xoa mây này mà châu đường dương này mặt tiệt chọc à chân dương vô tuôn để ti dương chỉ xoa mấy nó bọn na bọn sấy cọt lẹt bằng phiệp cọt cái đầu nó không cua xa bọc cọt đòi mò bọc cô tầng cai tầng chật mà lời dương cứ cọt miên chừng nữa chưa chẹt môi thai dương đằng đào phiệp cọt cái đầu năng sạch đầy sọc sụp hẹ mình cô lòi cọt đôi chân này dương tơi thưa luôn dương ở xăm đầm lại dương chỉ xoa mây đòi phiệp cọt cái đầu năng sạch đầy sẵn nọc nâng phiệp ri ri nâng phiệp lọ và xa khang krau rồi bọt sợi trai miên châu chật ai krau bị mê bị bạch bị cả wall bị sai co bị ao lọ bị cả bột lọ pi là bọt phe là nặng khang krau nó cứ sợi trai châu chật na nâng hai nâng ca cờ rốt ao tầm lại con nâng phiệp sầm đây cai bị ca hai nâng chật cầm nứt nâng phiệp smart trong bao dương pi khla sợi trai khla đây lọ maintain tư tại là bọt khang krau ở sầm khăn quay đây sầm khăn nơi lư ấy nơi lư chật vào đây này ngà ấy ở đằng thà thấu chloi ấy có nơi lời chặt dương chỉ xoa mây nơi lời phép cọt cái đầu để dương phát lại cọt pan na để dương ai phát đo bàn tặng pịa sầm đây cai để ca làm phép smart trong bao dương tờ lời cọt miên cầm rật nà nằng lục rú mơ mà đăng thế quay để đăng cứ nơi pe để dương tờ ruột nơi chỉ mùi thế này cha ao po ngày nắng con là lược tắc chặt thế ao po dương miên sực đây sọc sực phẹt mừng cô nằng riệp trong cam mà bị thi ngày đấy mẹ ngày riệp trong ngày nắng háo dương ban sực đây sọc thế cứ sầm khánh nơi pe để dương tờ ruột nơi chỉ mùi thế này đó mèn cô rừng mình mèn cô nơi pe để dương tận đâu chỉ mùi kia ngày nó còn tại chỉ cam mà vị thế để dương cổ rốt ao tầm lại kia chẳng son chẳng khang mà đai khang ở phục dương nâng cổ rốt ao tầm lại luôn dương chẳng pro tận say không niêm dương chỉ con chạy không mà đồn ta dương miền bắc và thò là o pe này dương tăng bị đào màu phần này riêng sẽ đây sọc sập mà cô nơi pe để ôn tận đâu chỉ mùi kia tao dương miền chia say nâng cài dục vô ọt ao sẵn đọc kia panna chẳng đôi lục ru về khang đào mình mà mặt chẳng thay dương chỉ xóa mấy chi mà chắc rồi chỉ vào đây nâng dương từ miền sẽ đây sẵn đọc sẵn cruộc lược lên nhặt chia say miền mê ta chất từ lược phẹ để gì nâng ở thung chiên phẹ để gì pro dương chia bằng cô này cua xa nâng dương răng mom chiên phẹ để gì cột giang chân dương phơi luôn dương ở về răng mom cột sọc tàng pì ca rọc trọp mà châu cua xa tăng pì ca bắt đầu phiệp cọ cái đầu nâng sẽ đây sọc đào cua xa nâng dương trâu răng mom pro dương chỉ xóa mấy hai quạt mọc vào cô chặt vào cô cái băng lư dương chỉ xóa mấy phân là thai trắng tích tiếp ôn sấy miền tuôn này tì đôi kia hai tuôn này tì pram mà nè đang đôi mạnh dây đấy cha dây crop pe là ở đây miền tuôn này tì pram và pôn miền tuôn này tì pram đó atma này dây tu từ tại mà đòn đằng bây giờ miền sẽ đây sọc sập hẹp mông cô pe na và pôn dương khóc dương lược lên dương tăng chất đôi pôn dương chứ để dương trâu này dây quạt đôi phía xa lọ hay pôn trâu chăm tha sạch tây cana sả lanh ở đây bờ đây này dây bờ ruột ao tầm lại quạt khóc ấy có quạt cài đây quay để con mình trôi chất có con không tăng sầm rop luôn con ở trâu dương đó chất chi mà nung say lục rô man say para tăng chẳng ao từ dương ao tầm lay con xoang tròn hay dương để dây bùa tàu can con sờ lanh dương con mình trôi chất ấy có con không tăng sầm rop luôn đó hay paul trâu chẩn nam tha đam bay ở miền sạch đây sọc trong cua xa mà nung ruộng nâu chặt pi nẹt làng từ đó đam bay ở miền sạch đây sọc nâu chỉ mùi khné bán thom mà đá chất dương mà nung pi nẹt cho ba chỉ chất pi mẹ đấy nhom thấy mà nung pi nẹt chất pi bằng thế đấy ô tia ho thà phải cho chặt bòn và bốn cho chặt xoài ở thì họ chẳng là sợi trai mà chu cho bò rót phải em cho phân là đầm bây giờ dương nâu chỉ mùi kia sọc phải cho chặt bom và bốn cho chặt xoài tao dương trâu thờ mạch ở nâu chỉ mùi kia sọc á thờ mạch ôn sài mờ xua tao mà mát phân đang bớt đăng ảo dương rô nâu chỉ mùi kia sọc ở thì họ thì dương cho chặt xoài và bốn ở đây dương cho chặt bom lâu thờ mạch đầm bay với sọc bao cho chặt dây cái này hả hộp tầng pi mồm khó thế trâu đầm bay ao về trâu kia tua bay ngay khla dương mình trôi chặt bom phân nạp ngay khla trâu ta nhâm hậu bom cho mùi vào đây tua bay luôn anh mình trôi chặt xoay phân bờ pôn trôi chặt xoay ngay khla luôn anh trâu ta nhâm hậu xoay sầm rọp luôn ao về trâu kia bàn dương rồi đâu chỉ mùi kia bàn sẽ cây sọc mẹ miền này anh trôi chặt bom anh trôi chặt xoay anh trôi chặt bom bờ miền này chân dương ro tại chne ro tại chanh nàng ro ta lọ và sao riêng luôn trăm trâu riêng luôn nơi chỉ mùi kia ắt sọc hay pon trâu chỉ nam tha đọc bọ lơ lục này bờ sân chia đọc bọ thay tầm óc hay khmiên là bọ thao có là bọ năng ắt tầm mục đây cách ca năng ắt tầm mục đây bờ ắt miền nào là bọ thao rùm chỉ mùi là bọ thay bờ chân lục ru này dây miền này thật ngay khác bờ đăng thật luôn dương không dương từ tua luôn dương không ngày của pon khóc dương từ tua luôn dương khóc ở đây khóc phải tua luôn dương khóc công khai thao khai không cua sạp ôn trâu chỉ nam chân nàng công tiêm tia vô để tho công tiêm tia chna chanh công tiêm tia trăm trâu không cua xa lơ lô đây không biết vô để tho thế ôn say
nè để tiêm tia dột để theo chở là khang sợi tây mẹ nói dễ trong bàn dột để thò na dương nó có chẳng công tiêm tia dột để thò ôn lơ lô cái không em đây dột để thò xong bay ta tổ la ca nè can cho bắp nó có mình phải có thể dột để thò đấy nè nà sọ thông tàu khang na chờn chiếng nâng dốt để thò tàu khang năng nó dày lế nhá nhông nát bảo mình trắng ấy bảo mà tì ho đó chẳng lơ lô đấy việc không em đây dốt để thò dương còn tiêm tia dốt để thò nông cua sai dương ban dương nơi cho mùi kia miền sẽ gầy sọc dương khó dương tập tuông luôn dương thật khó nè na cả đôi công khai thao khai nông cua sai dương bởi dương khó dương prap ta bọn nhông con che hơi dòng miền cầm ho che xong bọn chia sài lược lên phong hồi phát đấy của ao lược lên nhật chia sài tới hay bởi phát đấy năng bảo bồn tha bằng anh mình lo che mình lo cho ôn bọn riêng con tận năng men bọn tự tu luôn bọn thật khó tự tu là chăng năng hai người dây khné đời san tệ về thế đời bịa sầm tay cài về ca xăm rôm tờ rồi khné đôi cờ rốc ai tầm lại khné đôi mà đại được phục đôi khổ dây mấy nhá pel khăn khné panna đôi bịa sầm tay dương nâu tần dây pro haro khné nâu ta cờ rốc ai tầm lại khné đôi mai dây mấy chăng dương mình hiên pol bịa ạ sờ rốt tờ lơ mà đại phục dương giang ná nâu pe năng cứ hăng xá có sơ cào hay tại dương prao bịa sầm tay mình ai tầm lại hay hăng xá cào hay ta hăng xa cát rương cát làng tràn lược bị cả sàm chẳng dương to khăn kia chẳng mách có dương nâu tên này dây bịa sầm tay cay bị can nâu ta cờ rốc ao tầm lại kia đôi mà đai đôi ở phục chẳng sạp giáp toàn là cô vậy á hay pe miền cầm hói dương sần đau lược lên đôi paun sray đôi paun pro đôi bong sray đây dương trâu sần đau hay công khai thao khai thay lục cũ tia ho môi tà lan pram rồi chất pi pon mà phay tà lai mán nhóm đó pi pon phay tham á về ọt miền lan tầm nước chứ vậy chỉ ta lan dĩ hô khanh hô prey nhá tu giáp cầm mình tầm nước lan cầm mình tầm nước pro bua ọt sần xóm một prăng ta chui cạch ca sần cung cột giang phần đấy đọ mập nay mà mình dây trắng dương lẹ thằng ọc thế dây đôi khi dương vừa bón dương miên chấm nay na muối sầm rập luôn dương bỏ không lẹ thằng ọc dương lẹ tập lâu chặt dương ba nó prẹt bằng riêng dương ở lẹ mạch chạ địa cứ sợi đây cầm nánh cứ lẹ tập lâu chặt chẳng mà chỉ vật ở tham á thôi là cây ca sân công nhiệt nhôm khơi sợi cam thiệp tham á không có con tầm nơ tam tu được to tam một chút nà thôi cam thì ọp rồng bộ tần đất bộ nhiên tham tam mình đôi cài prai rồi có tam ong ca có ma có pri rồi thôi sả la riêng thôi ấy nó tham á cho chặt tần năng bắt đọc bắt đàoហើយម៉ារយៈនេះអាត្មាចេញលិខិតមួយប្រកាសបងថ្លៃសាលាប្រកេនលោកកព្រាដែលអត់ម៉ែអត់ឪពេញមកប្រទេសហើយឥឡូវទទួលបានចិត្ត10អង្គហើយហើយម្សិលមួយថ្ងៃទៅបងឲ្យលោកនៅបាត់ដំបងនិងសៀមរាបបាន2អង្គហើយខាន់ស្អែកនេះទៅបងនៅតកៅទៀតហើយខែក្រោយនេះបងឲ្យលោកនៅ ISL នេះមួយអង្គទៀតលោកនៅជាតិគ្រប់គ្រងនោះខែក្រោយដែរអញ្ចឹងគ្មានអីជាងការផ្ដល់ចំណេះទេយើងបងហ្នឹងសាលាខ្លះថ្លៃញោមដោយ ISL ឯងថ្លៃប៉ុន្តែលោកចង់រៀននៅតែនឹងអាត្មាបំពេញបំណងលោកចឹងញាតិញោមមានកូនមានចៅណាដែលលោកបួសហើយកព្រាអត់ម្ដាយអត់ឪពុកហើយលោកប្រឡងបាក់ដប់ជាប់ចង់រៀននៅមហាវិទ្យាល័យញោមប្រាប់អាត្មាចុះធ្វើតលិខិតបញ្ជាក់មរណភាពញោមប្រុសស្រីមកអាត្មាបងថ្លៃសាលាប្រគេនលោកប៉ុន្តែខ្លួនឯងមិនមានទេប៉ុន្តែចិត្តនឹងវាធំចិត្តនឹងវាធំឥឡូវបងបានច្រើនអង្គដែរហើយខាន់ស្អែកហ្នឹងទៅបងឲ្យលោកនៅបៀលប្រាយនៅតកៅនោះមួយទៀតហើយមួយឆ្នាំលើសោក350ឆ្នាំទី1 300ហើយឆ្នាំទី2ទី3ដូចគេឡើងរហូតតាមហ្នឹងហើយអាត្មាបងផ្ដាច់ទាំង4ឆ្នាំឲ្យលោកតែម្ដងបងឥឡូវចូលរឿងយើងនេះអញ្ចឹងពេលណាភរិយាខុសយើងសណ្ដោសគាត់ដោយប្អូនស្រីស្វាមីខុសសណ្ដោសគាត់ដោយបងប្រុសដោយបងប្រុសដោយប្អូនប្រុសហើយយើងនៅជាមួយគ្នាត្រូវអត់អោនលើកលែងអធិស្ឋានកុំខ្លាចថោខ្លាចថ្លៃក្នុងគ្រួសារលោកគ្រូឧទាហរណ៍រឿងនេះទេបើបញ្ចូលរឿងហ្នឹងអារឿងឡានមិញឧទាហរណ៍តែ570តម្លៃ7-10ម៉ឺនចឹងតោះលោកគ្រូមិនដឹងទេ7-10ម៉ឺនឡានហ្នឹងវាថ្លៃប៉ុន្តែវាមិនមែនប្រកាសថាមានអាថ្លៃហ្នឹងហើយវាដំណើរការណាបើបងឯងអត់ចាក់សាំង1លីត្រ4000ឲ្យវាមិនទៅមុខបើអត់មានអាសោ$5ចាក់ហ្នឹងវាមិនទៅមុខមែនទេបងបើអញ្ចឹងរបស់លើលោកនេះសភាវៈលើលោកនេះអាថ្លៃត្រូវរួមជាមួយថោកហ្មងបានវាទៅមុខបើអញ្ចឹងមនុស្សរស់នៅជាមួយគ្នាដូចគ្នាបើយើងចង់ថ្លៃទៅរៀងខ្លួននៅជាមួយគ្នាអត់សក់ទេបងយល់លោកគ្រូនិយាយត្រូវតែចេះបទាបខ្លួនយើងម្ដងម្នាក់លើកលែងបាត់ភ្នែកម្ខាងបើកភ្នែកម្ខាងនៅជាមួយគ្នាបានសក់ដោយរឿងប៉មរឿងស្វាយមិញហ្នឹងបើឯងម្នាក់ឯងអញថាអញនៅតែប៉មអញនៅតែស្វាយអាហ្នឹងនៅជាមួយគ្នាអត់សក់ទេតោះតែយើងបទាបខ្លួនយើងសម្របខ្លួនយើងចេះញញឹមទទួលយកអ្វីដែលយើងមានទាំងពីរហ្នឹងឲ្យវាស្របគ្នាអាហ្នឹងបាននៅជាមួយគ្នាបានសេចក្តីសុខស្រាប់តនេះបងមួយម៉ាត់ទៀតចង់ឯចុងក្រោយយើងគោរពឲ្យតម្លៃគ្នាក្នុងភាពជាស្វាមីភរិយាពេញមុខអាហ្នឹងសំខាន់ណាស់បងសុភមង្គលវាកើតនៅតែនឹងដែរកុំយើងជាប្តីទៅធ្វើការទៅផឹកស៊ីទៅជួបជុំទៅជប់លៀងទៅពិធីមង្គលការទៅការងារតូចធំអីទៅតែយើងប្រពន្ធនៅតែចក្រានបាទនៅតែចក្រាននៅតែកូនមួយថ្ងៃនៅតែឆ្នាំងនៅតែចាននៅឆ្នាំងនៅចានមកដល់ផ្ទះសំដីសំដៅអេរិយាបថអត់ព្រោះភាសាដាក់ទៀតអានឹងសុភមង្គលអត់កើតទេ
ដែលហៅថាបំពេញមុខភរិយាស្វាមីឲ្យពេញមុខជាប្តីជាប្រពន្ធមានន័យថាថ្ងៃណាតនេនាំប្រពន្ធដើរលេងទៅជួបជុំមិត្តភក្តិពិធីជប់លៀងឬហូបការអីអញ្ចឹងទៅយើងទៅអញ្ចឹងគេមិនដែលឃើញប្រពន្ធគេថាអើចិនណាគេឯងបដើមកថ្ងៃមុនប្រពន្ធខ្ញុំចុះប្រពន្ធឯងក៏ស្អាតអីស្អាតម្លេះគ្រាន់តែប្រពន្ធនេះលើប៉ុណ្ណឹងមកដល់ផ្ទះវិញស៊ីទាំងគប់ជើងមាន់នេះផ្លូវឲ្យយើងទាំងអស់ក៏សប្បាយចិត្តណាស់អានឹងហើយគេហៅថាបំពេញមុខភរិយាស្វាមីនោះហ្នឹងហើយខ្លួនយើងជាភរិយាដូចគ្នាទៅណាមកណាទៅសើពីគុណសម្បត្តិរបស់ប្តីយើងហ្នឹងតម្លៃនៅតែហ្នឹងក៏មកឯងទៅដល់ណាទៅជុំគ្នាមិត្តភក្តិ3នាក់អាប្តីអញខ្ញុំកើតទេដើរគ្មានដៃចូលផ្ទះទេអាកូនខ្ញុំដឹងនៅតាណាអាប្រពន្ធដៃយកចិត្តទុកដាក់អាហ្នឹងក៏អត់កើតដែរតម្លៃនៅលើយើងជាស្ត្រីទៅដល់ណារៀនទៅសើពីប្តីសេរីកើតព្រោះភរិយាហ្នឹងសំខាន់ដោយលោកគ្រូនិយាយមិញប្រពន្ធនឹងប្តីធំស្រេចលើស្រីគុតគង់កិរិយាឆ្លោះហើយច្រើនខ្សត់ស្រីអត់លក្ខណៈប្តីខ្ជិលរសាក៏ដោយសាររឹកយើងជាប្រពន្ធណាម៉ោង8មិនទាន់អូសគូតចុះពីចដៅបាន3កម្មផងហ្នឹងហើយប្តីទៅមានអារម្មណ៍ឯណាទៅរកទ្រព្យទៅរកលុយរកកាក់ហើយបើប្តីធ្វើការបានប្រាក់ខែ300ឯងគ្រាន់តែខាត់កញ្ចក់ឲ្យអ៊ុតសក់លេង500ហើយមួយខែឧទាហរណ៍អញ្ចឹងនិយាយលេងក៏ណាមិនមែនរឿងយើងអានេះទេអញ្ចឹងនៅលើយើងជាស្ត្រីនឹងទាំងអស់ហ្នឹងរឿងគ្រួសាររីចម្រើនមិនរីចម្រើនមានសុភមង្គលឬមិនមានសុភមង្គលនៅលើយើងជាស្ត្រីដែរដល់ចំណុចអីមិញអាចំណុចចុងក្រោយចប់ហ្នឹងបំពេញមុខជាភរិយាស្វាមីពេញមុខហ្នឹងគឺអញ្ចឹងពេលតនេយើងនាំប្រពន្ធយើងដើរទៅចូលរួមកម្មវិធីឬទៅណាមកណាហ្នឹងអាហ្នឹងឲ្យលើកមុខភរិយាយើងកុំឲ្យដើរតែឯងអានៅក្នុងផ្ទះមានប្រពន្ធអាចេញក្រៅផ្ទះនៅកំឡោះណាមិនអញ្ចឹងទេបងហ្នឹងពីថ្ងៃហ្នឹងតាំងចិត្តតាំងកាយរបស់យើងគឺយើងមានម្ចាស់រៀងខ្លួនស្វាមីមានភរិយាជាម្ចាស់ហើយអ្នកឃុំក្រងថែរក្សាទាំងចិត្តទាំងកាយយើងស្មោះត្រង់គ្មានស្អីជាងភាពស្មោះត្រង់ទេបងកាលណាយើងស្រឡាញ់គោរពឲ្យតម្លៃនិងស្មោះត្រង់រវាងគ្នាសេចក្តីសុខកើតណាស់ទោះបីមិនមានទ្រព្យក៏យើងមានសេចក្តីសុខដែរហើយចឹងបានជំទាវខ្លះមកយំទេទូរស័ព្ទមកសុំធរអប់រំចិត្តអីលោកគ្រូជួយនិយាយធរអីមួយម៉ាត់អូកណាសុបាយចិត្តអីចុះមិនក៏ពិបាកស្អីបើភូមិមួយគ្រឹះ3 4 10កន្លែងអ្នកបំរើស្វែងស្ដាំខ្ញុំឯងពិបាកអីលោកគ្រូហើយបើសិនណាដោយកអាក្រដូចពីដើមមកវិញបានកណាចង់ទៅក្រវិញហើយគេខំចង់មានខ្ញុំឯងចង់ក្រលោកគ្រូមិនយល់ទេតែអាត្មាវាមិនយល់មែនណាជីវិតបច្ចុប្បន្នបើអាត្មាបួសតាំងពី2 10នោះយាយហើយចុះណែអាម៉េចញោមចេះតែអាម៉េចខាងលោកគ្រូឲ្យជួយឲ្យធរអប់រំចិត្តតិចមកកណាពិបាកណាស់អាតានឹងកាន់តែចាស់ចិត្តកាន់តែចើកជើងលែងនៅផ្ទះកាលពីនៅក្រដូចមានសេចក្តីសុខណាស់អាកូនក៏នៅជុំប្តីក៏នៅជុំដល់មានទ្រព្យអាកូនទៅផ្សេងប្តីទៅផ្សេងនឹងមកដល់ផ្ទះមានតែភ្លើងក៏អត់មានអាតិចណានឹងនិយាយប៉ណ្ណឹងយាយយល់ណាយាយណាអញ្ចឹងគាត់ចង់ទៅរកអាកន្លែងក្រកាលនៅក្រជាមួយគ្នាវាមានសុភមង្គលស្រឡាញ់ប្តីប្រពន្ធយើងល្អោកល្អឿនដល់ពេលមានទ្រព្យទៅវាតាំងចិត្តតាំងកាយដូចផ្សេងគ្នាទាំងអស់ធម្មតាទេយាយហើយកុំទៅបន្ទោសប្តីយើងមិនតែប្តីយើងទេយាយឲ្យតែមនុស្សប្រុសដូចគ្នាទាំងអស់ប្រុសលើលោកហ្នឹងលើកលែងតែប្រុសពងនិយាយនេះទេបងបើថាប្រុសដតីគឺដូចគ្នាទាំងអស់មកនិយាយលេងខ្ញុំណាប៉ុន្តែធម្មជាតិជាមនុស្សប្រុសគឺអញ្ចឹងបងហ្នឹងហើយអញ្ចឹងបានសិក្ខាបទទី3គេនិយាយថាម៉េចកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទគឺការវាចាការមិនប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីគេមិនដែលនិយាយថាកុំប្រព្រឹត្តខុសព្រៃផ្សៃប្តីកូនអ្នកដតីគឺគេសង្កត់ធ្ងន់លើប្តីប្រពន្ធកូនអ្នកដតីគឺសំដៅលើបរោះហ្នឹងយាយអញ្ចឹងហ្នឹងអញ្ចឹងបរោះហ្នឹងគឺវារៀងលើសបន្តិចបើកន្លែងហ្នឹងអញ្ចឹងបានអាត្មាចេះសួរញោមប្រុសថាញោមហើយចង់សុកឲ្យយកប៉ុនហ្មងចង់សុកយកច្រើនហ្នឹងឃើញទេចង់សុកយកច្រើនគេថាចង់សនុកឲ្យយកប្រពន្ធម៉ានយាយយកមួយហ៎ចង់ព្រួយឲ្យយកម៉ានយក2ចង់អត់ស៊ីយក3ចង់ដេកដីចង់ងាប់ខ្លួនអ្នកដែលមានលើសពី5មកដែររស់យូរទេយាយអាអាត្មាចូលដូចហត់ទាំងចិត្តទាំងកាយពេកនោះអាប្រពន្ធមួយកូនមួយវាដូចរោតា22 10ម៉ោងអីឬ2ម៉ោងអីរស់បានដល់អាឡើងដល់5 6មិនត្រូវបែកខំប្រឹងរកឲ្យវាគ្រប់ឆ្នាំងទាំង5នោះហើយដល់អញ្ចឹងទាំងកាយក៏ហត់ចិត្តក៏ហត់អារស់អត់យូរទេអាត្មាទៅទេនៅស្អាងមួយយាយធ្លាប់ស្ដាប់វិទ្យុអាត្មាជាង10ឆ្នាំហើយខ្សែអាចអាត្មាចាក់អានប្រូក្រាមប៉ុន100ថ្ងៃអ្នកស្រីកត្រូវជាភរិយានៃសពព្រមទាំងបុត្រអ្នកស្រីកត្រូវជាភរិយានៃសពព្រមទាំងបុត្រអ្នកស្រីងត្រូវជាភរិយានៃសពហើយរាប់ទៅងាប់ហើយជប់ភរិយា6នាក់ក្នុងប្រូក្រាមយាយហើយគាត់ថាហើយប្រពន្ធដើមនោះថាលោកគ្រូអាហ្នឹងភរិយាដាក់ក្នុងមជីហ្នឹងអាក្នុងបុត្រហ្នឹងអាហ្នឹងភរិយាក្របខ័ណ្ឌហើយមានអាក្រៅក្របខ័ណ្ឌទៀតមានអាក្រៅក្របខ័ណ្ឌទៀតនៅយាយហើយក៏យ៉ាងហ្នឹងអញ្ចឹងបានរស់អត់យូរហ្នឹង40ទៅចោលប្រពន្ធកូនបាត់ឃើញទេ
ហើយអាមនុស្សអញ្ចឹងមិនដែលមានបានគេទៅខោត្រប់ដណ្ដប់ឆ្អឹងនឹងដាច់អាយីអាយុយប៉ុន្តែអាត្មាទៅសើស្ត្រីនេះវិញទេមិនមែនទៅសើបរោះនឹងទេសតើយើងស្ត្រីនឹងក៏ភ្នែកអីក៏មុតល្អមែនអាប្រុសគេល្អល្អមកកគូកមិនគូមិនត្រូវអាត្មាទៅសើយើងឯនេះវិញទេមិនមែនទៅសើគេនោះទេគេនោះវាដឹងថាវាទៅតាមគេនឹងហើយធម្មជាតិគេបើយើងនេះហើយមិនគួរដល់ថ្នាក់ឲ្យសួរថាចុះ6នាក់ហ្នឹងនៅជុំគ្នានៅជុំគ្នាផ្ទះមួយគ្នាងាប់ហើយចុះអាណាដេកអាណាទៅតាណាទៅយាយហើយអីមនុស្សអីក៏អាត្មានិយាយចឹងមកតោកុំនិយាយដើមគាត់រឿងវាហួសហើយប៉ុន្តែទៅទេសនាវាឃើញក្នុងប្រូក្រាមប៉ុនចឹងពេកនិយាយមកចាក់ក្នុងកញ្ចក់ដែរញាតិញោមឃើញស្ដាប់អាខ្សែអាចយូរហ្នឹងឃើញអាខ្សែអាចចាស់ជាង10ឆ្នាំហ្នឹងអានប្រូក្រាមទៅវាឃើញភរិយាទាំងអស់ហ្នឹងបើវាសួរហ្នឹងនិយាយណាគាត់ថាអាហ្នឹងក្នុងក្របខ័ណ្ឌវាមានអាក្រៅក្របខ័ណ្ឌនោះទៀតហ្នឹងសង្វេគណាចឹងគ្មានអីជាងប្តីប្រពន្ធយើងទេបងអូនប៉ុន្តែធម្មជាតិមនុស្សប្រុសចឹងមែនអាពេលនៅមានកម្លាំងមានលុយហឺហាសបាយកាកាយរីករាយប៉ុន្តែអាចិត្តដាច់ខ្យល់មកហេះមករកប្រពន្ធរកកូនវិញនិយាយលេងណាហ្នឹងឲ្យវាច្រើនអញ្ចឹងអាត្មាធ្លាប់ឃើញអញ្ចឹងយើងគ្មានអ្នកណាល្អជាងប្រពន្ធកូនយើងទេស្មោះត្រង់គោរពឲ្យតម្លៃប្តីប្រពន្ធយើងអាហ្នឹងបានយើងមានសេចក្តីសុខសុភមង្គលលោកគ្រូជូនពរឲ្យអ្នកទាំងពីររស់នៅជាសុខជួបជុំគ្នាណាកាន់ដៃគ្នាពីក្មេងនេះរហូតរីកចម្រើនតទៅរហូតដល់យើងបែកឃ្លាតព្រាត់ចាស់ណាតទៅដូចម្ដាយដោយឪពុករបស់យើងទាំងអស់គ្នាណាបងណាសូមអនុមោទនាអញ្ចឹងយើងយល់ណារស់នៅជាមួយគ្នាមានសេចក្តីសុខបងឯងប្រកាន់ចិត្ត3អញ្ចឹងទី1បើប្រពន្ធយើងខុសយើងចាត់ទុកគាត់ដូចអីមិញចាប់ប្តីប្រពន្ធចាត់ទុកប្តីដូចអីដូចបងប្រុសឬប្អូនប្រុសដែលយើងត្រូវសន្តោសហើយទី2អីគេមិញផ្លេចបាត់ខ្លួនឯងនិយាយនោះណាហ្នឹងយើងនៅជាមួយគ្នាប្រចាំថ្ងៃហ្នឹងទាំងពាក្យសម្ដីកាយវិការអរិយាបថរបស់យើងតាំងនិយាយស្ដីតាំងដៃតាំងជើងអរិយាបថហ្នឹងត្រូវគោរពឲ្យតម្លៃគ្នាដូចម្ដាយដូចឪពុកចឹងហ្នឹងបានយើងរស់នៅជាមួយគ្នាសុខហ្នឹងតាំងពាក្យសម្ដីកាយវិការកុំឲ្យលឹះលុះលើគ្នាអាក្រក់ហើយបងអូនតាហ្នឹងលោកគ្រូតសេក្នុងសភៅលោកគ្រូមានច្រើនលំអិតតាហ្នឹងក៏លោកគ្រូនិយាយដែរថាបងអូនត្រូវចាំថាយើងរៀនផ្ដល់អាសេចក្តីល្អឲ្យគ្នាបានច្រើនជាងផ្ដល់អារូបភាពអាក្រក់ឲ្យគ្នាថ្ងៃក្រោយទោះបីយើងមានបញ្ហាធ្ងន់ប៉ុណ្ណាក៏ដោយក៏យើងចិត្តអត់ដាច់ពីគ្នាដែរដោយសារយើងធ្លាប់ផ្ដល់អាសេចក្តីល្អឲ្យគ្នាវាបានច្រើនលុបអាសេចក្តីអាក្រក់ហ្នឹងទោះបីមានបញ្ហាអីក៏យើងនៅតែជាមួយគ្នារហូតដោយសារយើងបានផ្ដល់អាសេចក្តីល្អឲ្យគ្នានឹងបានច្រើនអញ្ចឹងបងអូនត្រូវខំប្រឹងព្យាយាមធ្វើម៉េចប្រមូលអាសេចក្តីល្អមកដាក់គ្រួសារយើងឲ្យបានច្រើនជាងរូបភាពដែលមិនសូវល្អលោកគ្រូនិយាយហ្នឹងមិនមែនមានន័យថាយើងការហើយយើងមានបញ្ហាអត់ទេយើងរកវិធីទុកឲ្យដល់ពេលយើងមានបញ្ហាយើងដឹងតែយើងត្រូវដោះស្រាយតាមណាអញ្ចឹងយើងគ្មានអីសំខាន់ជាងការអត់ឱនលើកលែងអធ្យាស្រ័យអញ្ចឹងពេលមានបញ្ហាយើងគោរពឲ្យតម្លៃគ្នាយកយល់អធ្យាស្រ័យលើកលែងអត់ឱនសន្តោសនឹងទាំងពាក្យសម្ដីកាយវិការគោរពឲ្យតម្លៃដូចម្ដាយឪពុកហើយបំពេញមុខជាភរិយាស្វាមីភរិយានេះដូចគ្នាបើប្តីនាំមិត្តភក្តិមកលេងផ្ទះញឹកបន្តិចក៏ដោយប៉ុន្តែយើងនឹងគោរពឲ្យតម្លៃគាត់ក្នុងនាមជាប្តីកុំអាដែងគេមកមុខមិនឲ្យក្រោយមិនមើលនឹងអាពងអាកច្រាមសាច់នឹងអញកច្រាមតាំងមនុស្សឡូវមកស៊ីមកផឹករាល់ថ្ងៃឧទាហរណ៍អញ្ចឹងណាចាំគ្នាទៅផុតសិនទៅលើកតម្លៃប្តីយើងខ្លះទៅចាំទៅផុតទៅចាំពេលណាតនេយើងនិយាយគាត់ដោយល្អទៅប្រាប់គាត់បងហើយជីវភាពគ្រួសារយើងក៏វាមិនល្អប្រហែលដែរកូនក៏ច្រើនការសិក្សារៀនរបស់កូនហើយមួយយ៉ាងឥឡូវសេដ្ឋកិច្ចក៏វាធ្លាក់អញ្ចឹងបងឯងជួបជុំមិត្តភក្តិនឹងយូរម្ដងក៏អូនមិនថាអីដែរបើយើងកុំញឹកញាប់រាល់ថ្ងៃពេកអញ្ចឹងណាយើងនិយាយដោយល្អមានពេលមានវេលាមានរបៀបរាប់អញ្ចឹងគឺស្ដាប់គ្នាបានបងមនុស្សហ្នឹងហើយមនុស្សប្រុសនេះបងអូនចំណាំងាប់នឹងសម្ដីយើងហ្នឹងតែយើងនិយាយអីឲ្យតែបរោះភាសាយើងចេះរៀបចំចាត់ចែងទុកដាក់គ្មានទៅណារួចបងអូនចំណាំពាក្យ2ម៉ាត់ទៀតចេះតែ2ម៉ាត់អត់ចប់ទេប្តីដែលល្អគឺប្តីប្រកែកែប្រពន្ធឲ្យល្អហ្នឹងមិនមែនប្តីល្អប្តីប្រកែដើរចោលប្រពន្ធមិនមែនទេប្តីល្អគឺប្តីប្រកែកែប្រពន្ធខ្លួនយើងឲ្យល្អកាន់តែល្អលើសអ្វីដែលគាត់មានហ្នឹងប្តីល្អណាឲ្យគាត់ល្អតាំងពីចរិតលក្ខណៈការគាត់នៅជាមួយម្ដាយអត់តន់ល្អដល់ប៉ុណ្ណឹងដល់មនុស្សជាមួយយើងកាន់តែកែគាត់ឲ្យគាត់ល្អហើយទ្រព្យសម្បត្តិគាត់នៅជាមួយម្ដាយមិនតន់មានកវលមាសកវលពេជ្រដល់មកដល់យើងកាន់តែធ្វើឲ្យគាត់មានកវលមាសកវលពេជ្រនិយាយឲ្យងាយស្ដាប់ប្តីប្រកែគឺប្តីប្រកែរសុភមង្គលមកឲ្យប្រពន្ធឲ្យកូនអាហ្នឹងគឺប្តីប្រកែតែហ្មងនិយាយឲ្យងាយស្ដាប់ដល់ប្រពន្ធប្រកែមិនប្រកែររឿងទេប្រពន្ធប្រកែនៅតាណាបើប្តីប្រកែគឺប្តីប្រកែនាំសុភមង្គលនិងសេចក្តីសុខឲ្យគ្រួសារចុះប្រពន្ធប្រកែនៅតាណានឹងប្រកែនៅត្រង់អិរិយាបថចិត្តគំនិតនៅត្រង់ពាក្យសម្ដីកាយវិការនិងការរៀបចំទុកដាក់ចាត់ចែងនៅលើយើងហ្នឹងបងហ្នឹង
ណាអញ្ចឹងប្តីល្អគឺប្តីចេះមានទំនួលខុសត្រូវនឹងនាំសេចក្តីសុខឲ្យប្រពន្ធបានកាន់តែច្រើនណានាំសុភមង្គលចូលគ្រួសារកាន់តែច្រើនអានឹងហើយបានគេហៅថាប្តីប្រកែមិនមែនប្តីប្រកែនៅត្រង់ប្រើដៃប្រើជើងមិនមែនប្រពន្ធប្រកែនៅត្រង់ពាក្យសម្ដីកាយវិការអរិយាបថមិនសមរម្យទៅកាន់ស្វាមីទេចឹងយើងចំណាំខ្លួនយើងចឹងដូចជាមិនប៉ុណ្្នឹងទេអាត្មាទៅសេមានលក្ខណៈពិសេសខុសពីនឹងប៉ុន្តែអាត្មារនឹកពុំឃើញសោះតនៅក្នុងសភៅអីចឹងយើងត្រូវប្រកាន់តួនាទីយើងជាស្វាមីភរិយានឹងប្រកាន់ភ្ជាប់អញ្ចឹងទើបយើងនៅជាមួយគ្នាមានសេចក្តីសុខនិងសេចក្តីចម្រើនលោកគ្រូជូនពរបងអូនទាំងពីរកាន់ដៃគ្នារស់នៅជាសុខចាប់ពីពេលនឹងតរៀងទៅណាប៉ុណ្ណឹងចុះសូមបានបងបានកសលរស់នៅជាសុខរវាងគ្នានឹងគ្នានឹងតទៅចាប់ពីពេលនេះរហូតដល់ចាស់ផុតរលត់បែកប្រត់រៀងខ្លួនទៅណាបងណាសូមត្រេកអរជ្រះថ្លាអនុមោទនាក្នុងសេចក្តីល្អនេះក្នុងថ្ងៃមង្គលរបស់យើងទាំងពីរនេះរស់នៅកាន់ក្តីគ្នាជាសុខតទៅណាបងណាសូមអនុមោទនាអូនទៅជាដល់ទៅBài cùng bay đón thì tới thầy thật vui